តោះវីដេអូនេះខ្ញុំសូមនិយាយអំពីការស្រឡាញ់កូនលំអៀងការស្រឡាញ់អត្ថន័យនៃការស្រឡាញ់ហ្មងជាពិសេសស្រឡាញ់កូនហ្មងគឺស្រឡាញ់កូនគឺការបង្ហាញគឺទង្វើការផ្ដល់ឲ្យក្តីស្រឡាញ់ដែលមិនទាមទារអានេះគឺការស្រឡាញ់អញ្ចឹងបើនិយាយថាការស្រឡាញ់គឺជាទង្វើការស្រឡាញ់គឺការផ្ដល់ឲ្យមិនទាមទារអញ្ចឹងដូចកូនអញ្ចឹងមិនថាគាត់ធំឬគាត់មានគ្រួសារទេអញ្ចឹងយើងជាទង្វើស្រឡាញ់គាត់ការពីទូចមកយើងអោបយើងថើបយើងផ្ដល់ឲ្យគាត់មិនគឺធំឡើងដូចគ្នាអញ្ចឹងយើងបង្ហាញពីទង្វើនៃការស្រឡាញ់កុំឲ្យកូននឹងគិតថាយើងស្រឡាញ់លំអៀងពីព្រោះស្ត្រីខ្លះគាត់មានបន្ទុកគាត់មានសម្ពាធគ្រួសារអញ្ចឹងគាត់អត់បង្ហាញនៅការស្រឡាញ់ឲ្យកូនទេប៉ុន្តែគាត់ស្រឡាញ់កូនតែគាត់អត់បង្ហាញចេញណាអញ្ចឹងកូននឹងអាចគិតថាគាត់ស្រឡាញ់លំអៀងដោយសារអីស្រឡាញ់គឺជាការបង្ហាញទង្វើនៃការយកចិត្តទុកដាក់អានឹងយើងយល់ច្បាស់តែម្ដងជាស្ត្រីជាម្ដាយណាហ្នឹងហើយអញ្ចឹងបងអត់មានអីខុសទេជួនកាលក្មេងណាគាត់មិនមែនទ្រង់ញៀនទេគាត់អត់ដឹងទេថាយើងស្រឡាញ់គាត់ប៉ុណ្ណាដោយសារយើងមានសម្ពាធគ្រួសារយើងអត់មានពេលទៅនេះបង្ហាញគាត់អញ្ចឹងអាការបង្ហាញនេះអត់ខុសទេម្ដាយក៏អញ្ចឹងដែរដូចខ្ញុំអត់មានទ្រង់ញៀនដឹងថាកូននឹងត្រូវការអីទាមទារអីគាត់កំពុងតែជួបរឿងអីអញ្ចឹងយើងត្រូវនៅចិត្តគាត់ត្រូវផ្ដល់កម្លាំងចិត្តឲ្យគាត់ពីព្រោះក្មេងអាការគិតគាត់នៅខ្លីអាការគិតគាត់នៅខ្សោយចំណេះដឹងគាត់នៅមានកម្រិតឥឡូវអញ្ចឹងយើងត្រូវការផ្ដល់ឲ្យគាត់ណាអញ្ចឹងយើងត្រូវការបង្ហាញក្តីស្រឡាញ់យើងធ្លាប់គាត់ថាគាត់ពីទូចមិនគឺយើងត្រូវធ្វើអញ្ចឹងពីព្រោះថាបើយើងបង្ហាញគាត់ទៅទង្វើទាំងអស់នោះគាត់បង្ហាញនៅអោបយើងនៅស្រឡាញ់យើងនៅថើបយើងវិញជាម្ដាយមិនថាគាត់មានគ្រួសារក៏ដោយអញ្ចឹងមនុស្សឲ្យតែមានក្តីស្រឡាញ់ខ្ញុំសូមបញ្ជាក់ហ្មងគឺជាមនុស្សដែលជាធនធានមនុស្សដ៏ល្អគាត់អាចក្តីស្រឡាញ់លើសលប់គាត់អាចធ្វើអីខុសបានទេគាត់អាចជាមនុស្សរមើលគុណបានទេមិនជាមួយគ្រួសារគាត់ក៏អញ្ចឹងជាមួយម្ដាយឪពុកក៏អញ្ចឹងដែរអញ្ចឹងខ្ញុំសូមជាខ្ញុំហ្មងណាបើខុសសុំទោសស្រឡាញ់គឺជាទង្វើអញ្ចឹងយើងទាំងពីរអ្នកទាំងម្ដាយទាំងកូនយើងអត់មានទ្រង់ញៀនដឹងថាកូនយើងកំពុងជួបរឿងអីត្រូវការអីទេអញ្ចឹងគ្រាន់ថាស្រឡាញ់កូនកុំឲ្យបានចិត្តអាកន្លែងនេះគឺយើងត្រូវយកវិន័យមកដាក់ក្នុងគ្រួសារម្ដាយហ្មងត្រូវមានវិន័យពីព្រោះពាក្យចាស់ពោលថាពុតក្មេងតន់នៅខ្ចីណាដុតដែកតន់នៅក្តៅបដៅមនុស្សតន់នៅក្មេងខ្ចីអញ្ចឹងកូនយើងនឹងតែម្ដងហើយអញ្ចឹងយើងមានត្រូវមានវិន័យឲ្យគាត់ខុសម្ដងយើងប្រាប់ខុសពីរដងយើងប្រាប់ខុសបីដងយើងត្រូវតែដាក់វិន័យណាប៉ុន្តែក្តីស្រឡាញ់យើងត្រូវតែបង្ហាញខ្ញុំអត់យល់ស្របទេទស្សនៈរបស់ខ្ញុំហ្មងស្រឡាញ់កូនអត់ឲ្យដឹងចិត្តខ្ញុំហ្មងពីខ្ញុំហ្មងឲ្យដឹងចិត្តប៉ុន្តែអីដែលខ្ញុំធ្វើឲ្យគាត់ជាវិន័យឲ្យគាត់ដឹងថាម្ដាយនេះមានវិន័យគឺខ្ញុំវិន័យខ្ញុំគឺតឹងរឹងខ្លាំងណាស់ចូលមកប៉ុន្មានគឺត្រូវតែប្រាប់លេតគឺត្រូវតែប្រាប់ណាធ្វើអីគឺត្រូវតែប្រាប់អានេះគឺជាវិន័យណាឲ្យគាត់ហ៊ាននិយាយកាលណាគាត់ធ្វើខុសគាត់មានវិន័យហើយខ្ញុំត្រូវដាក់វិន័យឲ្យគាត់ហើយអញ្ចឹងអានេះជាសិល្បៈក្នុងការចិញ្ចឹមកូនរបស់ខ្ញុំបើបងយល់ថាខ្ញុំនិយាយខុសខ្ញុំសុំទោសណា